សិនជាមានរោគសញ្ញាទាំង3ប្រភេទនេះនៅលើស្បែកក្រោយពេលការប្រើលេលាបងប្អូនកំពុងតែមានបញ្ហាតម្រងនោមឬក៏តម្រងនោមរបស់យើងចិត្ត expire ឬក៏ឈានទៅដល់ការលាងឈាមអញ្ចឹងបងប្អូនជាទូទៅយើងត្រូវការស្រីយើងគឺត្រូវការប្រើលេលាស្បែកត្រូវការស្បែកសស្បែកស្អាតឬលងអញ្ចឹងទៅក៏ប៉ុន្តែយើងទាំងអស់គ្នាអត់ដឹងទេថាប្រភេទលេនេះគឺវាមានសារធាតុគីមីខ្ពស់ប៉ុណ្ណាវាមានប្រភេទជាតិ steroid ខ្ពស់ជាតិបរ៉តខ្ពស់ដែលធ្វើឲ្យស្បែករបស់យើងមានផលប៉ះពាល់លំងាស់ហើយវាទៅជាមានផលប៉ះពាល់ទៅដល់តម្រងនោមរបស់យើងដែរការប្រើប្រាស់លេលាគឺមានផលប៉ះពាល់ទៅដល់តម្រងនោមបានដូចគ្នាព្រោះដោយសារយើងគាត់ទៅគឺវាជ្រាបចូលនៅក្នុងស្បែកសម្រាប់អាការៈទី1ដែលយើងគួរតែសង្កេតមើលខ្លួនឯងនោះទី1គឺកាលណាដែលយើងក្រោយការប្រើប្រាស់លេលាមួយរយៈពេលមកគឺស្បែករបស់យើងចាប់ផ្ដើមឡើងលំងាស់ឡើងកទួលក្រហមលំងាស់អត់ឈប់ពេលអ្វីដែលសំខាន់គឺមានកម្លាំងមានអារម្មណ៍ថាអស់កម្លាំងហាត់លហើយសម្រាប់អាការៈទី2វិញគឺយើងមានអារម្មណ៍ថាការបាត់ជើងតូចរបស់យើងគឺរបៀបថាញឹកញាប់បាត់ជើងតូចមកអត់អស់បាត់ជើងតូចហើយមានអារម្មណ៍ថាអត់អស់សល់តាក់តក់អញ្ចឹងណាហើយជាពិសេសគឺចាប់ផ្ដើមនៅមកមានពពុះនៅមកមានក្លិនឬក៏ឡើងក្រហមហើយសម្រាប់អាការៈទី3វិញគឺសំខាន់មែនតើគឺភ្ញាក់ពីគេងពេលព្រលឹមឡើងមុខរបស់យើងចាប់ផ្ដើមហើមឬក៏ហើមមុខហើមជើងអីជាដើមរាល់ពេលព្រឹកតែម្ដងការប្រើប្រាស់លេលីងហើយចាប់ផ្ដើមហើមនៅលើស្បែកឬក៏ប្រើលេមុខទៅគឺហើមនៅលើស្បែកអាហ្នឹងគឺប៉ះពាល់នៅក្នុងតម្រងនោមរបស់យើងដោយសារតែតម្រងនោមរបស់យើងហ្នឹងគឺអត់បានទៅចម្រាស់ចម្រាញ់ជាតិពុលចេញបានស្អាតទេដោយសារតែវាជាសារធាតុគីមីច្រើនពេកធ្វើឲ្យតម្រងនោមរបស់យើងមានផលប៉ះពាល់ធ្ងន់ធ្ងរមែនតើបើសិនជាមានអាការៈទាំង3ប្រភេទនេះហើយបងប្អូនគួរតែសង្កេតហើយគួរតែលាងចម្រាស់ចម្រាញ់ជាតិពុលចេញក្នុងរាងកាយរបស់យើងដោយការញ៉ាំជាមួយនឹងប្រភេទ Super Chlorophyll ញ៉ាំបានជួយចម្រាស់ចម្រាញ់ជាតិពុល detox ជាតិពុលបានស្អាតមែនតើដែលមានផលប៉ះពាល់អត់ធ្វើទុកអ្វីដែលសំខាន់ជាប្រភេទផលបរិសុទ្ធ 100% តែម្ដងសម្រាប់